តោះបងប្អូនថ្ងៃនេះចង់នាំបងប្អូនទៅមើលកូនផ្ទះជាកម្មតូចមួយនៅខាងព្រែកកបៅអ្នកលឿងផ្ទះនេះគឺជាផ្ទះខ្នាតតូចដែលមានขนาด5x16 2ជាន់ហើយមកទល់ពេលនេះផ្ទះនេះគាត់មានអាយុ2ឆ្នាំជាងហើយបងប្អូនអាចទៅមើលបានថាតើផ្ទះដែលមានขนาดតូចនៅខាងព្រែកកបៅអ្នកលឿងអាយុ2ឆ្នាំទិន្នផលបែបណាណែបងប្អូនមើលទៅនៅលើឈើបើនិយាយពីលើឈើវិញវាស្កេស្កាស់ហើយផ្ទះនេះស្បុកច្រើនណាស់ស្បុកមែនតើហើយបើនិយាយពីលើប្លង់សេវិញវាពោពេញទៅដោយលាមកសត្វមានន័យថាសត្វវាដេកច្រើននៅខាងលើដេកច្រើនមែនតើទីតាំងនេះល្អបើនិយាយពីទីតាំងវិញគឺកំពូលទីតាំងនៅម្ដុំអ្នកលឿងនេះកន្លែងណាក៏យើងអាចធ្វើបានល្អដែរនៅម្ដុំអ្នកលឿងណាពីព្រោះថាទីតាំងអ្នកលឿងនេះខ្ញុំមានធ្វើច្រើននៅខាងនេះខ្ញុំធ្វើច្រើនមែនតើហើយខ្ញុំឃើញថាសន្ទុះផ្ទះមួយនោះมันខុសគ្នាទេគឺដូចផ្ទះហ្នឹងអញ្ចឹងហើយផ្ទះនេះបើមើលទៅកូនផ្ទះតូចមួយទេប៉ុន្តែបើទិន្នផលវិញសាហាវបងប្អូនសាហាវមែនតើមួយខែក៏រកបានជិត3គីឡូសម្រាប់ផ្ទះតូចនេះណាមួយខែជិត3គីឡូបងប្អូនមើលហើយបើសបុកនៅលើឈើវិញបងប្អូនមើលផ្ទះតែ2ឆ្នាំជាងប៉ុន្តែសាហាវមែនតើសម្រាប់ផ្ទះមួយនេះណាបាទអញ្ចឹងហើយបានខ្ញុំថាទីតាំងល្អទីតាំងខាងនេះគឺល្អមែនតើបូកជាមួយនឹងបច្ចេកទេសកុងបណ្ដេះយើងគឺយើងធ្វើទៅទិន្នផលគឺបែបហ្នឹងឯងហើយសម្រាប់បងប្អូនដែលចង់បានផ្ទះដែលមានទិន្នផលខ្លាំងកុំភ្លេចទាក់ទងមកក្រុមការងារបច្ចេកទេសកសិកម្មកុងបណ្ដេះយើងតាមរយៈ Facebook Page ឬមួយក៏ Telegram ឬក៏លេខទូរស័ព្ទដែលខ្ញុំបានដាក់នៅភ្ជាប់ជាមួយនឹងវីដេអូស្រាប់អរគុណ